Ba sum group ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់ហើយថ្ងៃនេះខ្ញុំម៉ែគិរីបាទហើយកាលនេះផងដែរខ្ញុំក៏មកធ្វើបាទ content ថ្មីពាក់ព័ន្ធជាមួយនឹងការបង្រៀនប្រវត្តិវិទ្យាបាទធៀបទៅគឺខ្ញុំបានបង្រៀនបាទប្រវត្តិវិទ្យានេះទៅដល់បងប្អូនសិស្សសាស្ត្រសាស្ត្ររួចហើយបាទក៏ប៉ុន្តែដោយសារតែមានការសំណូមពរពីសំណាក់បងប្អូនដែលរៀននៅសាលាអនុវិទ្យាល័យស្ទឹងកែវដើម្បីឲ្យខ្ញុំបានធ្វើជាវីដេអូទៅដើម្បីឲ្យគាត់ងាយស្រួលនៅក្នុងការមើលហើយចងចាំបានល្អបាទហើយអញ្ចឹងទេខ្ញុំក៏សូមបន្តការបង្រៀនបងប្អូនពាក់ព័ន្ធជាមួយនឹងខ្សែញាតិវង្សរបស់ព្រះបាទពញ្ញយ៉ាតបាទរហូតដល់សម័យបាទឧទ័យរាជាបាទបើនិយាយពីសម័យកាលវិញគឺ3សម័យកាលតែម្ដងបាទនៅក្នុងនោះខ្ញុំមិននិយាយពិស្ដារច្រើនទេខ្ញុំគ្រាន់តែនិយាយសង្ខេបពាក់ព័ន្ធជាមួយនឹងបាទឈ្មោះរាជាសំខាន់ដែលបានបង្ហាញនៅក្នុងសៀវភៅរបស់ក្រសួងអប់រំយុវជននិងកីឡាបាទអូខេឥឡូវកុំឲ្យខាត់ពេលខ្ញុំបាននឹងបង្ហាញជូនបងប្អូនពីតួអង្គសំខាន់ទី1គឺព្រះបាទពញ្ញយ៉ាតបាទពាក់ព័ន្ធជាមួយនឹងព្រះបាទពញ្ញយ៉ាតបាទបងប្អូនទាំងអស់គ្នាក៏ដូចជាលោកគ្រូអ្នកគ្រូជនជាតិខ្មែរមួយចំនួនគឺបានស្គាល់យ៉ាងច្បាស់ថាព្រះអង្គគឺជាក្សត្រមួយអង្គបាទដែលខ្លាំងពូកែហើយមានកេរ្តិ៍ឈ្មោះបោះសម្លេងបាទប្រហាក់ប្រហែលនឹងជាមួយនឹងបាទព្រះបាទជ័យវរ្ម័នទី7ដែរប៉ុន្តែគេមិនសូវនិយាយពីគុណសម្បត្តិគាត់ច្រើនប្រហែលទេបាទអញ្ចឹងខ្ញុំសូមលើកយកគាត់មកនិយាយពេលនេះគឺនិយាយត្រឹមតែព្រះអង្គបានបាទសម្រេចប្រតិយបាទលើករាជធានីពីអង្គរមកទួលបាសានបាទនៅក្នុងនោះដោយសារតែតំបន់អង្គរយើងបាទត្រូវបានខ្ទេចខ្ទាំអញ្ចឹងព្រះអង្គមានហេតុផល4ដើម្បីលើករាជធានីពីអង្គរមកទូលបាសានទី1គឺដោយសារតែចំនួនប្រជាជនបាទកត្តាប្រជាជនទី2កត្តាអធិពលទី3កត្តាភូមិសាស្ត្រនិងទី4បាទកត្តាសេដ្ឋកិច្ចបាទអញ្ចឹងកត្តាទាំង4នេះខ្ញុំមិនបកស្រាយអីច្រើនទេបាទខ្ញុំនឹងឈានទៅដល់ការបកស្រាយថាហេតុអីបានជាព្រះបាទពញ្ញយ៉ាតព្រះអង្គសម្រេចប្រតិយបោះបង់ចោលក្រុងអង្គរហើយតើព្រះអង្គធ្វើអីនៅរាជធានីបន្តទៀតបាទទៀតប៉ុន្តែព្រះអង្គអត់តន់ទៅដល់រាជធានីចតុមុខភ្លាមទេបាទព្រះអង្គគឺលើករាជធានីពីអង្គរទៅទួលបាសានបាទទៅទួលបាសានក្រោយពីទៅដល់ទួលបាសានហើយបាទមកដឹងថាចង្រៃវាយោអីមានគ្រោះធម្មជាតិបាទទឹកជន់អញ្ចឹងធ្វើឲ្យព្រះអង្គសម្រេចប្រតិយព្រោះកសាងរាជធានីយ៉ាងម៉េចកើតបើទឹកជន់2-3ឆ្នាំជួបគ្នាអញ្ចឹងគឺមិនអាចកសាងរាជធានីហើយក៏មិនអាចអភិវឌ្ឍអីកើតដែរអញ្ចឹងព្រះអង្គត្រូវតែសម្រេចប្រតិយរកកន្លែងថ្មីដែលអាចបាទបង្កើតរាជធានីបានល្អជាងនេះហើយនឹងមានចំនួនប្រជាជនច្រើនបាទអញ្ចឹងព្រះអង្គក៏សម្រេចប្រតិយបាទផ្លាស់រាជធានីពីទួលបាសានទៅរាជធានីចតុមុខមកដល់បច្ចុប្បន្នគេហៅថារាជធានីភ្នំពេញនឹងឯងបាទអញ្ចឹងយើងសូមកាត់កន្លែងហ្នឹងតែខ្ញុំនឹងរៀបរាប់បន្តទៀតពាក់ព័ន្ធជាមួយនឹងបាទព្រះអង្គមានបុត្រាចំនួន3ព្រះអង្គហើយនៅក្នុង3ព្រះអង្គហ្នឹងគឺបាទមានអគ្គមហេសីបាទឬក៏ហៅថាភរិយាហ្នឹងគឺផ្សេងពីគ្នាផងដែរបាទនៅក្នុងនោះមានព្រះបាទនរារាជាបាទព្រះបាទស្រីរាជានិងព្រះបាទធម្មរាជាបាទហើយពួកគាត់ទាំងអស់ហ្នឹងគឺមានម្ដាយផ្សេងពីគ្នាឬក៏មានមាតាផ្សេងពីគ្នានៅក្នុងនោះខ្ញុំនិយាយតកន្លែងព្រះបាទនរារាជាមិនមានការរៀបរាប់ច្រើននៅក្នុងមេរៀនថ្នាក់ទី8យើងទេបាទហើយខ្ញុំក៏មិនរៀបរាប់ច្រើនដែរបាទអញ្ចឹងបន្ទាប់ពីនរារាជាព្រះអង្គបានសោយទីបង្កត់បាទអញ្ចឹងរាជបល្ល័ង្កត្រូវបានបន្តទៅបាទព្រះបាទស្រីរាជាមិនមែនជាបុត្រព្រះអង្គព្រះនាមស្រីសុរិយោទ័យនោះទេបាទតែលើកមកឲ្យប្អូនប្រុសទី2របស់ព្រះអង្គបាទព្រះអនុជរបស់ព្រះអង្គអនុជទី2បាទឡើងគ្រងរាជបន្តបាទហើយមកដល់ព្រះបាទព្រះបាទស្រីបាទរាជានិយាយទៅសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំគ្រប់បាទហើយគាត់ជា idol របស់ខ្ញុំបាទផ្ទាល់តែម្ដងបាទព្រោះព្រះបាទស្រីជាព្រះអង្គនៅពេលដែលព្រះអង្គបានគ្រងរាជធ្វើជាស្ដេចផែនដីខ្លាចជាមេដឹកនាំប្រទេសហើយព្រះអង្គតែងតែចិញ្ចឹមចិត្តបាទចង់ដណ្ដើមយកទឹកដីខ្មែរ
ដែលបានបាត់បង់ទៅសៀមក្នុងរជ្ជកាលមុនមកឲ្យបាទប្រទេសយើងឡើងវិញទន្ទឹមនឹងនោះព្រះអង្គបានរៀបចំកសាងបង្វឹកកម្លាំងកងទ័ពជើងគោកកងទ័ពជើងទឹកបាទតាំងពីថ្នាក់លើមកដល់ថ្នាក់មូលដ្ឋានណារៀបចំកងកម្លាំងព្រោះដើម្បីយើងច្បាំងឈ្នះសត្រូវយើងត្រូវតែរៀបចំកងទ័ពយើងឲ្យខ្លាំងពូកែបាទមិនមែនធ្វើលេងឲ្យយើងអាចច្បាំងយកទឹកដីយើងមកវិញបានទេអញ្ចឹងនៅពេលដែលព្រះអង្គបានឡើងគ្រងរាជសម្បត្តិបាទអញ្ចឹងព្រះអង្គបានចាត់ចែងឲ្យព្រះអនុជរបស់ព្រះអង្គព្រះបាទធម្មរាជានេះដែលជាអនុជពោត្រូវជាបុត្រជាមួយនឹងព្រះបាទពញ្ញាយ៉ាតជាមួយនឹងនាងម្នាងស៊ីសងាមសៀមស៊ីសងាមឲ្យមើលការខុសត្រូវរាជធានីចាក់ទៅមុខបាទហើយព្រះអង្គធ្វើជាមេបញ្ជាការតបផ្ទាល់នឹងទៅច្បាំងនៅឯសមរភូមិមុខក្នុងនោះព្រះអង្គបានចាត់ចែងក្មួយរបស់ព្រះអង្គព្រះបាទស្រីសុរិយោទ័យឲ្យព្រះអង្គរៀបចំបាទប្រមូលស្បៀងបាទបង្វឹកកងទ័ពបាទដើម្បីត្រៀមឧបត្ថម្ភសមរភូមិមុខប្រសិនបើមានតម្រូវការឃើញទេអញ្ចឹងមុននឹងធ្វើសង្គ្រាមព្រះអង្គគិតគូរវែងឆ្ងាយណាស់ព្រះអង្គមិនមែនទៅធ្វើទៀងតែខ្លួនឯងគ្មានសមត្ថភាពហើយមិនបានរៀបចំប្រទេសឯនោះទេគឺព្រះអង្គរៀបចំបានល្អណាស់បាទអូខេក៏ប៉ុន្តែផែនការនៅក្នុងការរំលាយក្រុងអយុធ្យាបាទចិត្តនឹងសម្រេច 100% ទៅហើយក៏មានហេតុការមួយគួរឲ្យកត់សម្គាល់គឺព្រះបាទធម្មរាជាបានប្រើកលល្បិចបាទបានប្រើកលល្បិចនៅក្នុងសភៅគេអត់បាននិយាយថាប្រើកលល្បិចដោយសារតែមានការបង្គាប់បញ្ជាពីម្ដាយរបស់ខ្លួនអ្នកម្នាងស៊ីសងាមនោះទេសៀមស៊ីសងាមនោះទេប៉ុន្តែសម្រាប់ខ្ញុំគិតថាអ្នកម្នាងសៀមស៊ីសងាមគាត់មិនបានពេញចិត្តបាទឲ្យព្រះបាទស្រីរាជាដែលជាប្អូនថ្លៃរបស់ខ្លួនបាទទៅបំផ្លាញជាតិសាសន៍របស់គាត់ទេទៅបំផ្លាញជាតិសាសន៍សៀមនោះទេបាទអញ្ចឹងព្រះអង្គត្រូវប្រើបាទបញ្ចុះបញ្ចូលបាទរាជបុត្រារបស់ខ្លួនដើម្បីឲ្យប្រើគ្រប់មធ្យោបាយធ្វើយ៉ាងណាកុំឲ្យផែនការនៃការរំលាយក្រុងអយុធ្យានោះទទួលបានលទ្ធផលល្អបាទហើយហេតុផលទី2ដោយសារតែមេតបដ៏ឆ្នើមម្នាក់របស់ព្រះបាទស្រីរាជាឈ្មោះលោកអុកញ៉ាចក្រីម៉ែនលោកក៏បានស្លាប់ព្រោះត្រូវរបួសជាធ្ងន់លោកក៏បានស្លាប់បាទស្លាប់អញ្ចឹងផែនការនៃការរំលាយក្រុងអយុធ្យាត្រូវបានបរាជ័យទាំងស្រុងបាទហើយនៅក្នុងនោះផងដែរបាទព្រះបាទធម្មរាជាលោកបានព្រះអង្គបានទូលប្រាប់ព័ត៌មានថាម្ចាស់បងអើយបាទនេះខ្ញុំបញ្ចេញចូលខ្លះទេបាទម្ចាស់ក្មួយព្រះបាទស្រីសុរិយោទ័យនេះបានទៅបំបះបំបោតបបាទប្រមូលកងទ័ពបាទធ្វើអបគមដណ្ដើមយកខេត្តមួយចំនួនកាន់កាប់និងត្រៀមដណ្ដើមរាជបល្ល័ង្កពីម្ចាស់បងហើយអញ្ចឹងម្ចាស់បងត្រូវតែលើកទ័ពមកខ្ទប់វ័យខ្ទប់រាំងទ័ពម្ចាស់ក្មួយបាទឲ្យខាងតែបានពេលនោះដោយសារតែគោលនយោបាយចាក់បំបែកព្រះបាទស្រីជាដោយសារតែកម្លាំងកងទ័ពធំរបស់គាត់អង្គញាចក្រីម៉ែនបានស្លាប់ត្រូវរបួសហើយស្លាប់ផងនោះបាទព្រះអង្គក៏លើករេពលមកបាទតាមបាទពាក្យញុះញង់របស់ព្រះបាទធម្មរាជាដែលចោទប្រកាន់ថាក្មួយរបស់ខ្លួនជាអ្នកក្បត់ជាតិបាទតែបើយើងក៏លេចមើលនៅក្នុងអត្ថបទហ្នឹងឃើញថាព្រះបាទស្រីសុរិយោទ័យហ្នឹងព្រះអង្គហាក់ដូចជាក្បត់ជាតិពិតមែនព្រោះកំឡុងពេលហ្នឹងគឺព្រះអង្គបានកំពុងប្រមូលទ័ពបាទប្រមូលស្បៀងបង្វឹកកងទ័ពហើយនឹងការកាត់ខេត្តមួយចំនួនពិតមែនបាទប៉ុន្តែបើសិនជាយើងយកខួរក្បាលមកគិតណាពេលដែលព្រះបាទស្រីរាជាមុនពេលចេញច្បាំងតើព្រះអង្គប្រើព្រះបាទស្រីសុរិយោទ័យហ្នឹងឲ្យព្រះអង្គធ្វើគេមិនឲ្យគាត់ប្រមូលស្បៀងមិនឲ្យគាត់បង្វឹកកងទ័ពដើម្បីត្រៀមឧបត្ថម្ភសមរភូមិមកចឹងនៅពេលដែលគាត់ធ្វើសកម្មភាពហ្នឹងហាក់បីដូចជាគាត់ហ្នឹងបាទ
ត្រៀមធ្វើអបគមដើម្បីដណ្ដើមរាជសម្បត្តិពីម្ចាស់ពូអញ្ចឹងបាទហើយនៅពេលដែលព្រះបាទធម្មរាជានិយាយពីការហ្នឹងមកទូលថ្វាយពីការហ្នឹងមករឿងហ្នឹងវាស្របគ្នាអញ្ចឹងសមហេតុផលដែលព្រះបាទស្រីវិជាយល់ច្រឡំទៅលើម្ចាស់ក្មួយពិតមែនអញ្ចឹងសង្គ្រាមបែកបាក់ទីក្នុងរវាងព្រះបាទស្រីវិជាក៏ដូចជាម្ចាស់ក្មួយស្រីសុរិយោទ័យជាមួយនឹងព្រះបាទធម្មរាជាបានកាត់ឡើងចម្បាំងនៅក្នុងស្រុកមានន័យថាវិបត្តិផ្ទៃក្នុងពេលនោះពូបងប្អូនឆ្លុះដណ្ដើមដីដណ្ដើមកន្លែងគ្រប់គ្រងរៀងខ្លួនហើយព្រះបាទធម្មរាជាហួងហែងជាមួយនឹងបាទបន្ទាយបាទឬក៏រាជធានីចតុមុខអត់ឲ្យណាពីការប៉ះប៉ល់ទេហើយក៏ទៅញុះញង់បាទទៅបាទផ្សំគំនិតជាមួយនឹងព្រះចៅក្រុងសៀមដែលជាសត្រូវស៊ូពូជរបស់ខ្មែរយើងកាលសម័យកាលនោះបាទឲ្យមកធ្វើជាចៅក្រមដើម្បីសម្របសម្រួលដោះស្រាយវិបត្តិទីក្នុងបងប្អូនឯងឆ្លុះគ្នាជាមួយបងជាមួយប្អូនជាមួយនឹងក្មួយបាទហើយខ្ញុំចង់ជំរាបសួរពុកម៉ែបងប្អូនដែលមានទេដែលមានបែបហ្នឹងទេទៅតែទៅវ័យបំផ្លាញដណ្ដើមយកខេត្តពីសត្រូវត្រៀមនឹងបំផ្លាញចិត្តសាសគេទាំងមូលបាទហើយក្រោយមកមិនអញ្ជើញគេឲ្យមកធ្វើជាអធិបតីបាទធ្វើជាចៅក្រមដោះស្រាយទំនាស់របស់គ្រួសារឯងនេះតើគេដោះស្រាយគេសប្បាយចិត្តក្នុងការដោះស្រាយទេបាទគេពិតជាសប្បាយចិត្តដោយសារកាលណាគេដោះស្រាយគេនឹងគេចំណេញពីការដោះស្រាយនឹងហើយធៀបពិតរឿងហ្នឹងគឺត្រូវបានកាត់ឡើងពិតមែនពេលនោះបាទព្រះចៅក្រុងសៀមធ្វើការសម្របសម្រួលឲ្យព្រះបាទស្រីជាហើយនឹងព្រះបាទសំទោសស្រីសុរិយោទ័យយកទៅស្រុកសៀមបាទហើយឲ្យព្រះបាទធម្មរាជាជាអ្នកគ្រងរាជសម្បត្តិនៅឯរាជធានីចតុមុខតែម្នាក់ឯងតែមួយអង្គឯងបាទការនេះដែលបងប្អូនទាំងអស់បាទកូនទាំងអស់គ្នាគួរតែចាប់អារម្មណ៍គួរតែយល់បាទព្រោះតែអំណាចព្រោះតែបុណ្យស័ក្តិក្បត់ឧត្តមគតិខ្លួនឯងក្បត់បងក្បត់ប្អូនក្បត់ក្មួយជាពិសេសក្បត់ព្រះនគរបាទហើយបងប្អូនទាំងអស់គ្នាប្រកាសជាឆ្ងល់ឯងថាតើនៅពេលដែលព្រះបាទធម្មរាជាគ្រងរាជសម្បត្តិតើមានរឿងអីកើតឡើងបាទរឿងពិតជាមានកើតឡើងអញ្ចឹងនៅពេលដែលព្រះបាទធម្មរាជាបានសោយទីបង្គត់អ្នកដែលស្នងរាជបន្តគឺបាទបុត្រច្បងរបស់ព្រះអង្គព្រះនាមព្រះបាទស្រីសុគន្ធវត្តនិងបុត្រប្អូនអាណុចរបស់ស្រីសុគន្ធវត្តឈ្មោះបាទអង្គច័ន្ទបាទអង្គច័ន្ទដែលគេបានដឹងថាព្រះអង្គច័ន្ទនេះហើយនេះជាស្ដេចស្ថាបនិកនៃសម័យលង្វែកបាទអញ្ចឹងយើងនិយាយថាតិចទៀតមកណានៅពេលដែលព្រះធម្មរាជាបានដាក់រាជបាទសោយទីមង្គតខ្ញុំអត់និយាយពីគុណសម្បត្តិគាត់ច្រើនពេកទេព្រោះខ្ញុំមិនសូវចូលចិត្តគាត់ដែរបាទព្រោះការនេះគឺខ្ញុំមិនសូវចូលចិត្តគាត់ទេដោយសារអីគាត់ក្បត់បងក្បត់ប្អូនក្បត់ក្មួយហើយនឹងក្បត់ព្រះនគរដើម្បីប្រយោជន៍បាទរហូតដល់ប្រមាណឆ្នាំក្រោយមកនេះម្ចាស់បងស្រីរាជាហើយនឹងបាទក្មួយព្រះបាទស្រីសុរិយោទ័យបាទបានដឹងពីកលល្បិចក្បត់របស់ព្រះបាទធម្មរាជាហើយក៏ឈឺចិត្តស្អិតទ្រូងធ្វើពហិការមិនសោយអាហារមិនបរិភោគអ្វីទាំងអស់បាទរហូតដល់ព្រះអង្គសោយទីបង្គត់ជាបន្តបន្ទាប់ឆ្នាំទី1ឆ្នាំទី2ម្ចាស់ក្មួយបានសោយទីបង្គត់បន្តហើយបងប្អូនសម័យមើលណាព្រះរាជាដែលមានក្តីស្រឡាញ់បាទចំពោះជាតិមាតុភូមិស្រឡាញ់ប្អូនខ្លួនឯងបង្កើតស្រឡាញ់ពូខ្លួនឯងបង្កើតក្រោយមកដឹងថាមនុស្សដែលយើងស្រឡាញ់ក្បត់យើងនេះឈឺចិត្តស្អិតទ្រូងរហូតដល់គាត់ស្លាប់នេះតើអារម្មណ៍បែបហ្នឹងគឺឈឺចាប់ប៉ុណ្ណាបាទអ្នកដែលស្រឡាញ់អ្នកដែលឲ្យតម្លៃ